បាទជំរាបសួរបងប្អូនប្រិយមិត្តជាទីមេត្រីនិយាយទៅយើងមានរឿងតាក់ទងនឹងសិស្សសាលាសន្ធមុខបាទសិស្សសាលាសន្ធមុខចឹងសិស្សសាលាសន្ធមុខនេះយើងទៅបានរបាយការណ៍ដែរទេដែលខ្ញុំភ្ញាក់ឡើងមកខ្ញុំទទួលបានរបាយការណ៍ពីក្រុម Telegram តាក់ទងនៅថ្ងៃទី29ខែមករាឆ្នាំ2026វេលាម៉ោងប្រហែលនឹង 12:30 នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អទី1នៃអធិការដ្ឋាននគរបាលខណ្ឌទូកោកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបាទគឺក្មេងទំនើងប្រើកាបិតតាំងតោនឹងកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសក្បាលផ្នែកខាងក្រោយរយៈប្រហែល60សង់ទីម៉ែត្ររបួសធ្ងន់ប្រព្រឹត្តនៅចំណុចក្នុងបរិវេណវិទ្យាល័យជាស៊ីមសន្ធមុខផ្លូវលេខ128ក្រុមទី1ភូមិ1សង្កាត់ត្រឡោកទី1ខណ្ឌទូកោករាជធានីពេញហើយជនសង្ស័យនឹងឈ្មោះពេញកតិគុណបាទភេទប្រុសអាយុ17ឆ្នាំជនជាតិខ្មែរមុខរបរជាសិស្សថ្នាក់ទី11វិទ្យាល័យជាស៊ីមសន្ធមុខស្នាក់នៅផ្ទះលេខ45ផ្លូវលេខ344សង្កាត់បឹងសាឡាំងខណ្ឌទូកោករាជធានីភ្នំពេញវត្ថុតាងចាប់យកមានកាំបិតតាំងតោដងឈើមួយជារបស់ជនសង្ស័យឈ្មោះពេញបាទកតិគុណប្រើកាប់ទៅលើជនរងគ្រោះឈ្មោះហើយច័ន្ទសម្បត្តិបាទជនរងគ្រោះឈ្មោះហើយច័ន្ទសម្បត្តិភេទប្រុសអាយុ17ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី9 FR បាទ FR ស្នាក់នៅផ្ទះពំចាំលេខផ្លូវលំសង្កាត់គោកឃ្លៀងបាទគោកឃ្លៀងខណ្ឌសែនសុខរាជធានីពេញជនរងគ្រោះរងរបួសស្នាមរបួសក្បាលផ្នែកខាងក្រោយរយៈប្រហែល60សង់ទីម៉ែត្ររបួសធ្ងន់កំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈដោយសារជនសង្ស័យឈ្មោះពេញកតិគុណប្រើកាំបិតបាទតាំងតោនឹងកាប់នៅពេលកើតហេតុបច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទូកោកដើម្បីសាកសួរនិងចាត់ការបន្តតាមផ្លូវច្បាប់ដោយការបាទតាមផ្លូវច្បាប់ចឹងនេះគឺយុវជន2នាក់ដែលជាសិស្សសាលាម្នាក់ជាជនសង្ស័យហ្នឹងគឺគាត់រៀនថ្នាក់ទី11បាទទី11នៅវិទ្យាល័យជាស៊ីមសន្ធមុខហើយជនរងគ្រោះហ្នឹងគឺថ្នាក់ទី9ទេបាទទី9ទេរៀននៅវិទ្យាល័យជាស៊ីមសន្ធមុខដូចគ្នាហើយរឿងនេះនិយាយទៅរាជរដ្ឋាភិបាលយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីលុបបំបាត់ណាក្មេងដំណើងអំពើហិង្សាផ្សេងហ្នឹងប៉ុន្តែយើងឃើញជារឿយកើតមានតែឥឡូវនេះប្លែកហើយនៅថ្ងៃទី29ខែមករាឆ្នាំ2026ហ្នឹងគឺមានករណីហិង្សាបាទដោយចេតនាមានស្ថានទម្ងន់ទោសអញ្ចឹងពាក្យថាហិង្សាដែលដោយចេតនាមានស្ថានទម្ងន់ទោសនេះបានបង្ករបួសស្នាមដែលរយៈ60សង់ទីម៉ែត្របាទខាងក្រោយក្បាលខាងក្រោយនឹងអញ្ចឹងវាប៉ះសរសៃសូងច្រើនណាខ្ញុំមិនសុំបរិយាយទេហើយរូបភាពតាំងកបិតតាំងតោអីហ្នឹងដែលដាក់តាមកតាបយកទៅរៀនហ្នឹងមិនគួរណាដាក់អាវុធដាក់កបិតហ្នឹងទេមិនមែនតែចិត្តផ្លែឈើចិត្តអីណាហូបណានៅក្នុងថ្នាក់រៀនហ្នឹងបាទនៅក្នុងសាលានៅក្នុងវិទ្យាល័យហ្នឹងអញ្ចឹងគួរតែបរិងការឆែកឆេរបាទការឆែកឆេរមើលឧបករណ៍ផ្សេងដូចជាឧបករណ៍ web បាទឧបករណ៍អីផ្សេងហ្នឹងអ្នកមានទូរស័ព្ទដៃមានអីហ្នឹងស្រង់គាត់ទៅបាទវិទ្យាល័យណាដែលមិនហាមគាត់មិនឲ្យប្រើប្រាស់ទូរស័ព្ទដៃឬយ៉ាងម៉េចអីយ៉ាងម៉ាហ្នឹងយើងមើលទៅឲ្យសិស្សសាលាណានៅខាងក្រៅបាទសម្រាប់ពាក្យសិស្សសាលាឯកថាដែលនៅខាងក្រៅក្នុងហាងអីផ្សេងអាហ្នឹងគួរបរិងទៅអាហ្នឹងនិយាយទៅជាវិធានការរបស់រដ្ឋបាលអាជ្ញាធរមានសមត្ថកិច្ចហើយបាទខ្ញុំគ្រាន់តែជាអ្នកសារព័ត៌មានទេហើយផ្សាយព័ត៌មានតាក់ទងនឹងនឹងទេបាទនេះគ្រាន់តែជំរាបជូនបងប្អូនប្រិយមិត្តចឹងថាតករណីនេះជនរងគ្រោះដេកពេទ្យបាទដេកពេទ្យលោកសង្ឃបាទ
đi về lục son nó hào mình đi bên một hiệp Campuchia chân bè cổ sớm mẹ là hào về lục son anh hay chôn song sấy đại bậc rất hăng xa đời chơi tên anh cứ trở ban sầm mặt cái khót khuôn vô tàu Attica than nó có bao than tu cô làm bài co sang sòng nôm rương ấy bà chà dân ban đây là cây xạ xuống nó co sáng sòng nôm rương chặt ca tam lời cho ba bay bà tôi hay dương dòng mấy buổi dương bỏ ở nắng việc khôi anh cô đấy vì là dương vật rất hăng xa bà cặp cặp kia rồi chân đó ở nắng chân này bà ý còn này chụp qua miền tế để play bà hay nhóm cột cho qua miền mũi chia tứ dạ toàn nâng riêng tu bà crop bay chẳng công bà tu crop bay chẳng công aiจะดอมให้ยรตนาอาแกนิยุสิมะประกาศบ่าบานประกาศเนียรเซียลทั้งไอตีมาเพย์ผมบ้วนใครเมกรานิท้าเนื้อปรักบ่าเนื้อปรักทั้งไอตีมาเพย์ผมบ้วนใครเมกราชนำปีปอนมาเพย์ผมมวยตรังจำนวนภูมิบกทมบ่าคุมโกขัวสรกบันเตียมเปิลขาดอดอมเมียนใจตามดองเพลเลจะหาสับประใบเมียนการในประตูกรอบใบจังเก้าโดยซาบกเล็กกรมพลเอสเอ็นต่อบรรดาญากิสนีนังดาวจวนกรอบใบจังเก้าเจียสำนอลยุทธพรเหมือนต้นประตูปีสังเกรียมเสียมเฉลียนเปลี่ยนได้การในประตูนี้บานบรรดาเอาบกเล็กกรมพลเอสเอ็นจำนวนใบเนี้ยรองระบบงนหนังสาลจนรองกลัวรวมเมียนมวยชมัวเซนเซฮาเพชรโปรอายุดับประมวยชนะรวนภูมิสลากล้าวแคดไปเล่นปีชมัวกุนธาเพชรโปรอายุ31 ឆ្នាំរស់នៅភូមិសាលាក្រៅខេត្តបៃលិន3ឈ្មោះហានប៉ែលเพชรโปรอายุ17 ឆ្នាំរស់នៅភូមិសាលាក្រៅខេត្តបៃលិនបច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យហើយបាទនេះតាក់ទងនឹងការផ្ទុះគ្រាប់បែកចង្កោមដែលឯកឧត្តមហេងរតនាអគ្គនាយកស៊ីម៉ាក់បានប្រកាសនារសៀលថ្ងៃទី29 ខែមករាឆ្នាំ2026នេះឲ្យដឹងថាបុគ្គលិកក្រុមហ៊ុន SN តបណ្ដាញអគ្គិសនីដើរជន់ប៉ះបាទគ្រាប់បែកចង្កោមយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសល់ពីសង្គ្រាមរវាងសៀមបាទសៀមឈ្លានពានមកលើកម្ពុជាយើងនេះឯងបាទនេះចង់បញ្ជាក់ដឹងថានៅខេត្តឧត្តរមានជ័យបាទនៅខេត្តឧត្តរមានជ័យចឹងយើងមានព័ត៌មានអីទៀតយើងនឹងធ្វើការផលិតជាវីដេអូក៏ដូចជាអានបញ្ជាក់ជូនដល់បងប្អូនប្រិយមិត្តដែលនិយមតាមដានទស្សនារកការសម្ដាប់បាទសូមបើកបរគោលច្បាប់ចរាចរណ៍បាទពាក់មួកសុវត្ថិភាពចូលរួមកាត់បន្ថយបាទអំពើហិង្សាបាទក្មេងទំនើងឬអ្វីផ្សេងៗទាំងអស់គ្នាដើម្បីសង្គមជាតិយើងចូលរួមជំរុញនិងឲ្យកូនរបស់យើងជាសិស្សានុសិស្សធ្វើកិច្ចការផ្ទះបាទធ្វើកិច្ចការផ្ទះកុំឲ្យថាទៅសាលាបានរៀនមកដល់ផ្ទះវិញមិនខំប្រឹងរៀនដោយខ្លួនឯងណាបាទកិច្ចការផ្ទះដែលគ្រូខំដាក់ឲ្យគឺខំប្រឹងឲ្យគាត់រៀនបាទរៀនសូត្របានល្អប្រសើរដើម្បីជាតំពាំងស្នងរិស័យក៏ជាធនធានមនុស្សក្នុងសង្គមយើងដើម្បីជួយលុបបំបាត់រាល់ការអវិជ្ជមាននៅក្នុងសង្គមជាតិរបស់យើងរក្សានូវសន្តិភាពបាទដែលជាមានតម្លៃណាស់សម្រាប់យើងគ្រប់គ្នាដើម្បីអភិវឌ្ឍខ្លួនបាទកសាងប្រទេសជាតិសូមអរគុណ